តើបងប្អូនទាំងអស់គ្នាឥឡូវបន្ទាប់ពីកូនអនុវត្តលំហាត់ហើយយើងមកអនុវត្តចំណោទនៅក្នុងចំណុចការប្រមាណវិធីវងកញ្ចក់នឹងគ្នាវិញម្ដងចំណោទទី1ឈ្មោះម្នាក់មានប្រាក់1លានគាត់ទិញសណ្តែក346គីឡូក្រាមថ្លៃ2300រៀលក្នុង1គីឡូក្រាមនិងស្រូវ250គីឡូក្រាមថ្លៃ650រៀលក្នុង1គីឡូក្រាមតើឈ្មោះនោះនៅសល់ប្រាក់ប្រមាណរៀលចា៎ដើម្បីរកប្រាក់សល់ពាក្យថាប្រាក់សល់ច្បាស់ជាតកតងមួយប្រមាណវិធីបូកសំទោសនឹងតកតងប្រមាណវិធីបត់ដកតើយើងដករបៀបម៉េចយើងច្បាស់ជាយកលុយដែលឈ្មោះម្នាក់នឹងមានទៅដកនឹងអ្វីដែលគាត់បានចំណាយទៅទិញសណ្តែកនិងចំណាយទៅទិញស្រូវប៉ុន្តែតម្លៃសណ្តែកនិងតម្លៃស្រូវយើងអត់ដឹងតម្លៃគីឡូដែលគាត់ទិញទេយើងដឹងតែតម្លៃនៅក្នុង1គីឡូទេអញ្ចឹងយើងអាចធ្វើលេខវងកញ្ចក់ដើម្បីលុយសល់គឺលុយគាត់ទាំងអស់មានរហូតដល់1លានអញ្ចឹងយើងដកដោយប្រើគ្នាគុណជាមួយនឹងតម្លៃដែលគាត់ទិញសណ្តែកគាត់ទិញ1គីឡូមក2300រៀលអញ្ចឹងគាត់ទិញទាំងអស់វា346គីឡូក្រាមចាឲ្យបិទមកវិញបូកនឹងអ្វីដែលគាត់ចំណាយទៅទិញស្រូវគាត់ទិញស្រូវ1គីឡូ650រៀលតែគាត់ទិញ250គីឡូចាអញ្ចឹងបិទហើយយើងដាក់គ្នាចាហើយយើងរកទៅតាមអ្វីដែលគេសួរមូលហេតុដែលអ្នកគ្រូសរសេររបស់លេខមុនរកដើម្បីឲ្យកូនដឹងថារបស់លេខណាត្រូវរបស់លេខណាអ្វីដែលរកគឺរកទៅតាមអ្វីដែលគេសួរហ្នឹងទៅអត់ខុសទេរកប្រាក់ដែលឈ្មោះនោះនៅសល់ចាអញ្ចឹងកូនកណនីមកយើងធ្វើលេខនៅក្នុងវងកញ្ចក់ជាមុន2300រៀលគុណជាមួយនឹង346ចាចំពោះលេខ0នេះអ្នកគ្រូអត់គុណទេអ្នកគ្រូចាំទម្លាក់ខាងក្រោយអញ្ចឹងអ្នកគ្រូគុណលេខតែមួយលេខ6 3ដង18ស្លេ8ត្រាទុក1 6 2ដង12 12បូក1 13 4 3ដង12ស្លេ2ត្រាទុក1 4 2ដង8 8បូក1 9 3 3ដង9 3 2ដង6អញ្ចឹងកូនបូកចូលគ្នាមក8 5 19 1បូក9 10 10បូក9 11សេ9ត្រាទុក1 7ហើយកូនចាំទម្លាក់0ចុះអាហ្នឹងវងកញ្ចក់ទី1តម្លៃសណ្តែកយើងគុណតម្លៃស្រូវ650រៀលគុណនឹង550ចំពោះ02នេះអ្នកគ្រូអត់គុណដូចគ្នាចាំទម្លាក់នៅលើលទ្ធផលអ្នកគ្រូគុណលេខតែជាមួយនឹងលេខ5 5ដង25ស្លេ5ត្រាទុក2 5 6ដង30 30បូក2 32 2 5ដង10ស្លេ0ត្រាទុក1 2 6ដង12 12បូក1 13ចាបូកចូលគ្នា5 2 3បូក3 6 1ទម្លាក់ចាអញ្ចឹងកូនឃើញហើយទម្លាក់0ចុះនេះជាតម្លៃសណ្តែកតម្លៃស្រូវយកតម្លៃសណ្តែកហ្នឹងបូកចូលជាមួយនឹងតម្លៃស្រូវ0 0 13ស្លេ3ត្រាទុក1 1បូកនឹង5 6 6បូកនឹង2 8 9បូក6 15ស្លេ5ត្រាទុក1 1បូកនឹង7 8 8បូកនឹង1 5 9អញ្ចឹងនេះជាអ្វីដែលគាត់ចំណាយទិញអញ្ចឹងយកប្រាក់ដែលគាត់មានទាំងអស់មានចំនួន1លានយកទៅដកជាមួយនឹងប្រាក់ដែលគាត់ចំណាយ 95,000 សំទោស 958,300រៀលអញ្ចឹង0 0 0 13អត់កើតទេបាន10គឺខ្ចីពីខាងនេះសល់0នេះ9 9 9អញ្ចឹងកូនយល់គឺខ្ចីតគ្នា10ដក3 7 9ដក8សល់1 9ដក5សល់4 4ដក4 0អញ្ចឹងមានន័យថាគាត់នៅសល់លុយតែ41,700រៀល41,700រៀលអញ្ចឹងកូនអាចឆ្លើយថាប្រាក់ដែលឈ្មោះនោះនៅ
សល់គឺ41700រៀលចា